បញ្ហានៅលើ Messenger ដែលបញ្ហាមកហ្នឹងដោយសារវាយើងចូល Messenger ទៅតែរូបមាននៅ Add Story sticker យើងលេងនៅលើហ្នឹងអញ្ចឹងណាចឹងអ្នកទាំងអស់គ្នាអាហ្នឹងវាគ្រាន់ជា load នឹងការ update របស់ Messenger មួយដែលវាក្រុមហ៊ុន Facebook គេចេញថ្មីឲ្យយើងធ្វើទេតែបើអ្នកទាំងអស់គ្នាចង់ឲ្យបាត់ងាយស្រួលអ្នកទាំងអស់គ្នាគ្រាន់តែលុប Messenger នឹងចោលទៅឥឡូវខ្ញុំធ្វើជាវីដេអូអ្នកទាំងអស់គ្នាមើលអ្នកទាំងអស់គ្នាគ្រាន់តែលុបចោលអញ្ចឹងទៅបាទឥឡូវធ្វើការ delete app នឹងចោលសិនទៅហើយពេលដែលអ្នកទាំងអស់គ្នាលេងហើយអ្នកទាំងអស់គ្នាក៏ចូលទៅក្នុង App Store ចូលក្នុង App Store អ្នកទាំងអស់គ្នាក៏ធ្វើការ download Messenger ចេញមកហើយចំពោះការ download អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅបាច់ Messenger ហើយ Messenger ហើយ download Messenger ថ្មីទៅអ្នកទាំងអស់គ្នានឹងបានហើយអូខេហើយពេលណាពេញហើយអ្នកទាំងអស់គ្នាគ្រាន់តែចុច open ហើយទី1ពេលណាដែលយើងចុចចូលនៅក្នុង Messenger ថ្មីហ្នឹងវានឹងធ្វើឲ្យនឹងបាត់sticker និង Add Story នឹងភ្លាមហ្នឹងហើយពេលដែលបាត់នឹង Add Story ហ្នឹងហើយពេលដែលបាត់ Add Story នេះហើយវានឹងបាត់លើកចេញហើយតែពេលដែលវាបាត់ហ្នឹងគឺវាអត់ឃើញអ្នកទាំងអស់គ្នាឃើញវាអត់ឃើញទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអូសវាចោលធ្វើការអូសវាអ្នកទាំងអស់គ្នាធ្វើការអូសវាចោលហើយវានឹងលោតមកវិញអដែរធម្មតាហ្នឹងឥឡូវធ្វើការអូសវាចោលហើយអ្នកទាំងអស់ចូលវិញវានឹងឲ្យយើងវាយលេខទូរស័ព្ទអ្នកទាំងអស់គ្នាវាយលេខទូរស័ព្ទចូលក៏បានមិនបាច់វាយលេខទូរស័ព្ទក៏បានដែរបើវាយលេខទូរស័ព្ទអ្នកទាំងអស់គ្នាចុចពាក្យថា next តែបើអ្នកទាំងអស់គ្នាវាយទៅវានឹងលោតអានឹងមកវិញឃើញណាវានឹងលោតអានឹងចេញមកវិញដដែលហ្នឹងបាទអញ្ចឹងគឺអ្នកទាំងអស់គ្នាគួរតែប្រើធម្មតាអញ្ចឹងទៅមិនបាច់លុបវាចោលទេ